វិធីរកប្រាក់របស់អ្នកមានតាមពិតខ្ញុំបណ្ដាក់ទុនពីរយ៉ាងគឺអចលនទ្រព្យនិងភាគហ៊ុនតូចអចលនទ្រព្យជាការបណ្ដាក់ទុនសំខាន់ដែលធ្វើឲ្យប្រាក់សុទ្ធមានភាពរលូនពេលខ្លះតម្លៃអាចឡើងទៅតាមទីផ្សារចំណែកភាគហ៊ុនជាការបណ្ដាក់ទុនពេលដែលខ្ញុំត្រូវការផលតបស្នងលឿនខ្ញុំមិនណែនាំឲ្យលោកអ្នកបណ្ដាក់ទុនដូចខ្ញុំទេឧទាហរណ៍បើអ្វីដែលខ្ញុំមិនយល់ខ្ញុំមិនចូលចិត្តទៅប៉ះពាល់ទេខ្ញុំចាប់អារម្មណ៍តែការបណ្ដាក់ទុនលើចំណេះដឹងគណិតវិទ្យាងាយៗនិងសាមញ្ញក៏អាចរកប្រាក់បានដែរហេតុផល5យ៉ាងដែលខ្ញុំប្រើរឿងនេះជាឧទាហរណ៍បបួលឲ្យលោកអ្នកឆ្វេងយល់ពីឲ្យបានច្រើនជាងមុនដើម្បីឲ្យឃើញថាបើមានមូលដ្ឋានគ្រឹះល្អៗការរកប្រាក់មិនមែនជារឿងលំបាកទេដើម្បីឲ្យឃើញថាមនុស្សគ្រប់គ្នាមានសិទ្ធិមានបាន4ដើម្បីឲ្យឃើញថាមានវិធីច្រើនណាស់ដែលនឹងបានប្រាក់លាន5ដើម្បីឲ្យឃើញថាមិនមែនជាវិជាដែលពិបាកហួសពីមនុស្សដូចយើងយល់នោះទេនៅក្នុងឆ្នាំ1989ខ្ញុំធ្លាប់រត់ហាត់ប្រាណនៅក្នុងមួយភូមិមួយដែលគួរឲ្យរស់នៅក្នុងក្រុង Portland រដ្ឋ Oregon ជាក្រុងដែលមានផ្ទះតូចៗគួរឲ្យស្រឡាញ់ដូចនៅក្នុងរឿងនិទានហើយសរសេរស្លាកប្រកាសលក់គ្រប់ទីកន្លែងអាជីវកម្មឈើធ្លាក់ចុះទីផ្សារភាគហ៊ុនយ៉ាប់យ៉ឺនសេដ្ឋកិច្ចកើតវិបត្តិមានផ្ទះមួយបិទប្រកាសលក់មកយូរជាងគេថ្ងៃមួយខ្ញុំបានមានឱកាសជួបនឹងម្ចាស់ផ្ទះដែលមើលទៅមុខមិនសូវមានសេចក្តីសុខទេតើលក់ប៉ុន្មានដែរខ្ញុំសួរម្ចាស់ផ្ទះញញឹមទាំងបង្ខំចិត្តហើយឆ្លើយថាចុះលោកឲ្យប៉ុន្មានដែរទៅខ្ញុំបិទប្រកាសលក់មកជាង1ឆ្នាំហើយមិនដែលមានអ្នកណាចាប់អារម្មណ៍មកតាក់ទងសោះខ្ញុំសូមចូលទៅមើលបានទេកន្លះម៉ោងក្រោយមកខ្ញុំក៏បានទិញផ្ទះមួយនោះនៅក្នុងតម្លៃថោកជាងការប្រកាសលក់$20,000ជាផ្ទះមានបន្ទប់គេង2ផ្ទះតូចៗគួរឲ្យស្រឡាញ់សាងសង់តាំងពីឆ្នាំ1930ជាផ្ទះដែលសមរម្យសម្រាប់មនុស្សជួលខ្ញុំបង់រំលោះឲ្យម្ចាស់ផ្ទះ5,000ខ្ញុំទិញផ្ទះតម្លៃ$65,000 $65,000 អធិស្ឋានបងប្អូនដោយទិញត្រឹមតែ$45,000ម្ចាស់ផ្ទះក៏សប្បាយចិត្តដែលលក់បានគេបានចាក់ចេញក្នុងពេលមួយសប្តាហ៍ហើយខ្ញុំក៏រកអ្នកមកជួយបានភ្លាមជាគ្រូបង្រៀននៅមហាវិទ្យាល័យក្រៅពេលកាត់ថ្លៃការចំណាយផ្សេងហើយខ្ញុំបានប្រាក់ចំណូលចូលមួយខែក្នុងមួយខែមិនដល់$40ផងគ្មានអ្វីគួរឲ្យរំភើបប៉ុន្មានទេមួយឆ្នាំក្រោយមកទីផ្សារអចលនទ្រព្យនៅទីក្រុង Oregon ចាប់ផ្ដើមឡើងអ្នកវិនិយោគទុនមកពីរដ្ឋ California មកដោយសារអចលនទ្រព្យដែលឡើងខ្ពស់នៅរដ្ឋ California ពង្រីកការវិនិយោគទុនមកពីភាគខាងជើងប្រមូលទិញផ្ទះនៅក្រុង Oregon និង Washington ខ្ញុំបានលក់ផ្ទះនោះឲ្យទៅប្រិយប្រពន្ធមួយគូពី California ក្នុងតម្លៃ$55,000ប្រាក់ចំណូលពីការលក់ចំនួន$40,000មានករណីលើកលែងពីការកាត់ពន្ធតាមអត្រាទៅ10x31ទៅខ្ញុំចេញទៅរកកន្លែងសម្រាប់ប្រាក់នោះមួយខែក្រោយមកខ្ញុំបានជួបម្ចាស់ផ្ទះល្វែង12បន្ទប់នៅជាប់រោងចក្រមួយនៅក្នុងក្រុង Beaverton រដ្ឋ Oregon ម្ចាស់ផ្ទះនៅអាល្លឺម៉ង់ហើយមិនដឹងទេថាទ្រព្យសម្បត្តិរបស់ខ្លួនមានតម្លៃប៉ុន្មានគេលក់ក្នុងតម្លៃ$40,000ក្នុងតម្លៃ$45,000ខ្ញុំស្នើទិញក្នុងតម្លៃ$27,000ហើយគេក៏សម្រេចចិត្តលក់ក្នុងតម្លៃ$30,000ខ្ញុំទិញហើយរក្សាទុក2ឆ្នាំហើយនៅប្រើប្រយោជន៍ពីមាត្រា 10x31ទើបយើងលក់ផ្ទះល្វែងនោះនៅក្នុងតម្លៃ$49,500ហើយទិញផ្ទះល្វែង30បន្ទប់នៅក្រុង Phoenix រដ្ឋ Arizona ពេលនោះហើយកំពុងមានផែនការបដូរចេញពី Oregon លំមទីផ្សារអចលនទ្រព្យនៅ Phoenix ក៏ដូចនៅ Oregon កាលឆ្នាំ1989គឺពេលដែលធ្លាក់ចុះហើយទិញផ្ទះល្វែងនេះក្នុងតម្លៃ$97,500បង់រំលោះ$22,500ខ្ញុំបានប្រាក់ចំណូលពី30បន្ទប់នេះក្នុងមួយខែ$5,000ពេលឡើងទីផ្សារអចលនទ្រព្យនៅ Arizona បានឡើងនៅក្នុងឆ្នាំ1996មានអ្នកវិនិយោគទុនមកពី
Colorado ស្នើតម្លៃឲ្យខ្ញុំដល់ទៅ1 លាន1សែន2 លានដុល្លារខ្ញុំនឹងភរិយាគិតចង់លក់ដែរតែនៅរងចាំមើលថារដ្ឋសភានឹងឆ្លងកាត់ច្បាប់ថ្មីដែរទេបើឆ្លងកាត់ខ្ញុំគិតថានឹងឡើងខ្ពស់ទៀតពី15ទៅ20%ក្រៅពីនេះប្រាក់ចំណូលក្នុងមួយខែ$5,000ក៏គ្រាន់បានណាស់ដែរឧទាហរណ៍ប្រាក់បន្តិចបន្តួចអាចលូតលាស់ខ្ល้ายជាប្រាក់លានបានដោយប្រើចំណេះដឹងពីទូរលេខតុល្យការវិធីសាស្ត្របណ្ដាក់ទុនការយល់ច្បាស់ពីទីផ្សារនិងច្បាប់ដែលពាក់ព័ន្ធបើគ្មានចំណេះដឹងច្បាស់គឺត្រូវរស់នៅដូចអ្នកដទៃនោះហើយគឺរស់នៅយ៉ាងប្រុងប្រយ័ត្នពង្រីកការប្រថុយផលតបស្នងក៏តិចតួចទៅតាមនោះដែរក្រុមហ៊ុនឈ្មួញកណ្ដាលតែងតែមិនចូលចិត្តការងារកេងកម្រៃព្រោះត្រូវការការពារខ្លួនឯងនិងអតិថិជនដែលជាវិធីសាស្ត្រដ៏ឆ្លាតការបណ្ដាក់ទុនធ្វើឲ្យមានផលតបស្នងខ្ពស់និងមានការប្រថុយខ្ពស់នោះចំពោះតែអ្នកវិនិយោគទុនដែលយល់ពីល្បែងនេះយ៉ាងច្បាស់ប៉ុណ្ណោះតាមពិតការស្នើការបណ្ដាក់ទុនដែលប្រថុយខ្ពស់ឲ្យដល់អ្នកដែលគ្មានចំណេះដឹងជារឿងដែលមិនគួរធ្វើទេតែយើងតែងតែបានឃើញជានិច្ចកាន់តែរៀនច្រើនខ្ញុំកាន់តែដឹងច្រើនកាន់តែដឹងច្រើនក៏កាន់តែឃើញឱកាសច្រើនហើយអាចប្រាប់បានឃ្លាថាអ្វីល្អអ្វីមិនល្អកាន់តែរៀនច្រើនខ្ញុំកាន់តែរកប្រាក់បានច្រើនហើយមានបទពិសោធន៍កាន់តែច្រើនឡើងរឿយៗដែលចំពោះចំណែកមិត្តភ័ក្តិខ្ញុំខ្លះធ្វើការច្រើនតែមិនបានយល់រឿងហិរញ្ញវត្ថុទេរូបមន្តរបស់ខ្ញុំគឺការបណ្ដុះគ្រាប់ពូជទ្រព្យសម្បត្តិគ្រាប់ពូជខ្លះតូចរីកចម្រើនលូតលាស់បានល្អតែគ្រាប់ពូជខ្លះក៏ងាប់ទៅបច្ចុប្បន្នក្រុមហ៊ុនរបស់ខ្ញុំមានអចលនទ្រព្យដែលសរុបទៅមានតម្លៃច្រើនលានដុល្លារចំណុចសំខាន់គឺប្រាក់ទាំងនេះរីកលូតលាស់មកពីការបណ្ដាក់ទុនត្រឹមតែ$5,000ឬ$10,000ប្រាក់បង់រំលោះដែលបណ្ដាក់ទុននៅក្នុងពេលដែលសេដ្ឋកិច្ចឡើងខ្លាំងថែមទាំងមិនចាំបាច់ត្រូវបង់ពន្ធលក់ដូរច្រើនដងទៅឲ្យផលតបស្នងជាច្រើនបែបនេះក្រៅពីនេះយើងបានបណ្ដាក់ទុនក្នុងភាគហ៊ុនដែលខ្ញុំនិងភរិយាហៅថាដើមទុនរួមផ្ទាល់ខ្លួនយើងមានមិត្តភ័ក្តិដែលជាទីប្រឹក្សាខាងបណ្ដាក់ទុននៅក្នុងទីផ្សារភាគហ៊ុនយើងទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនតូចៗដែលកំពុងតែចូលប្រជែងនៅលើទីផ្សារតែមានការប្រថុយខ្ពស់ជាភាគហ៊ុននៅក្នុងទីផ្សារអចលនទ្រព្យនៅអាមេរិកនិងកាណាដាដែលឲ្យផលតបស្នងខ្ពស់ដូចជាខ្ញុំធ្លាប់ទិញ10,000ភាគហ៊ុនមួយហ៊ុនក្នុងតម្លៃ25 សេនមុនទៅចូលទីផ្សារ6 ខែក្រោយពេលក្រុមហ៊ុនចូលទីផ្សារហើយតម្លៃភាគហ៊ុនឡើង1ភាគហ៊ុនតម្លៃ$2បើមានដំណើរការបានល្អភាគហ៊ុនរបស់ក្រុមហ៊ុននេះអាចឡើងដល់$20ឬលើសពីនេះច្រើនជាងដែលប្រាក់$25ក្លាយទៅជាប្រាក់លាននៅក្នុងពេលមិនដល់1ឆ្នាំនេះមិនមែនជាល្បែងស៊ីសងទេបើលោកអ្នកដឹងថាកំពុងធ្វើអ្វីនោះបើលោកអ្នកយកប្រាក់ទៅទិញដោយមិនបានសិក្សាបានតែអង្គុយភាវនាឬបួងសួងនោះទៅគេហៅថាល្បែងស៊ីសងលោកអ្នកត្រូវប្រើចំណេះដឹងទាំងការចូលចិត្តដើម្បីកាត់បន្ថយការប្រថុយពិតប្រាកដណាស់ការប្រថុយមិនបានបាត់ទៅណាទេតែភាពឆ្លៀសវៃខាងហិរញ្ញវត្ថុជួយឲ្យមានភាពអាចទៅរួចបានច្រើនជាងមុនទៅខ្ញុំតែងតែបញ្ជាក់ជានិច្ចថាការបណ្ដាក់ទុននៅក្នុងការរកចំណេះវិជ្ជារឿងហិរញ្ញវត្ថុសំខាន់ជាងការបណ្ដាក់ទុននៅក្នុងទីផ្សារភាគហ៊ុនអចលនទ្រព្យទីផ្សារនានាកាន់តែឆ្លាតកាន់តែមានភាពអាចទៅរួចច្រើនភាគហ៊ុនដែលខ្ញុំលេងជាភាគហ៊ុនដែលមានការប្រថុយខ្ពស់តែខ្ញុំមិនណែនាំទេខ្ញុំលេងមកតាំងពីឆ្នាំ1978ខួរក្បាលខ្ញុំជាច្រើនដងឈឺខ្លួនមកជាច្រើនដងតែបើលោកអ្នកសិក្សាបានឲ្យយល់ថាហេតុអ្វីភាគហ៊ុនទាំងនេះទើបមានការប្រថុយខ្ពស់សម្រាប់មនុស្សជាច្រើនអ្នកលោកអ្នកអាចធ្វើឲ្យប្រាក់$25,000ខ្លាយជាប្រាក់លានបានដោយមានការប្រថុយបំផុតដូចតែខ្ញុំបានប្រាប់ឧទាហរណ៍គឺជាឧទាហរណ៍ខ្ញុំមិនណែនាំឲ្យអ្នកណាយកទៅអនុវត្តទេហើយរបស់ដែលខ្ញុំប្រៀបធៀបជាមួយនឹងអ្នកដទៃឬការបណ្ដាក់ទុនផ្សេងរបស់ខ្ញុំគិតចាត់ទុកថាតូចតាចណាស់តែមានការប្រាក់ចំណូលនៅក្នុងមួយឆ្នាំ$10,000ក៏គួរតែត្រេកអរមិនតិចនោះដែរ
ហើយមិនមែនជារបស់ពិបាកទេវាអាស្រ័យទៅលើទីផ្សារនិងភាពឆ្លាតវៃរបស់លោកអ្នកអាចធ្វើបាននៅក្នុងពេល5ទៅ10ឆ្នាំបើលោកអ្នកអាចរក្សាខ្ទង់ចំណាយមិនចាយវាយផ្ដេសផ្ដាស់ហើយឥតប្រយោជន៍ពេកនោះទេប្រាក់ចំណូលក្នុងមួយឆ្នាំ$10,000លោកអ្នកធ្វើការឬអត់ក៏បានដែរកុំភ្លេចយកច្បាប់រឿងពន្ធប្រើប្រយោជន៍ឲ្យបានច្រើនបំផុតការបណ្ដាក់ទុនសំខាន់ណាស់សម្រាប់ខ្ញុំគឺអចលនទ្រព្យព្រោះខ្ញុំចូលចិត្តដែលវាមិនហឺហាមិនហើយមានសុវត្ថិភាពស្ថិតស្ថេរចំណែកប្រាក់សុទ្ធក៏បានមកពីអចលនទ្រព្យទាំងនេះបើគ្រប់គ្រងបានតែតម្លៃនឹងឡើងខ្ពស់ចំណុចល្អគឺនៅពេលចំណុចនេះស្ថិតស្ថេរទើបខ្ញុំមានពេលវេលាលះបង់និងអ្វីផ្សេងទៀតដែលរំភើបប្រថុយខ្ពស់និងមានផលតបស្នងខ្ពស់ដូចជាការបណ្ដាក់ទុននៅក្នុងភាគហ៊ុនដែលចង់បានម្រាមប្រាក់កម្រៃពេលមានប្រាក់កម្រៃពីភាគហ៊ុនក្រោយពេលដែលកាត់ទុនហើយខ្ញុំក៏យកប្រាក់ដែលបានមកពីការបណ្ដាក់ទុនទៅលើអចលនទ្រព្យដើម្បីពង្រីកទ្រព្យសម្បត្តិឲ្យធំជាងមុនសូមនិយាយអំពីអចលនទ្រព្យបន្តិចទៀតក្រោយពេលដែលខ្ញុំបានធ្វើដំណើរទៅជាច្រើនកន្លែងដើម្បីបង្រៀនអំពីការវិនិយោគគ្រប់ទីក្រុងដែលខ្ញុំទៅតែងតែឮអ្នកនេះឬអ្នកនោះនិយាយថាលោកគ្មានផ្លូវអាចទិញអចលនទ្រព្យបានក្នុងតម្លៃថោកទេតែខ្ញុំមិនឯកភាពជាមួយទេសូម្បីតែនៅញូវយ៉កឬតូក្យូឬនៅទីក្រុងខ្ញុំបានឃើញទីកន្លែងល្អៗដែលមានមនុស្សភាគច្រើនមើលរំលងទៅនោះសូមតែប្រទេសសិង្ហបុរីសូម្បីតែនៅសិង្ហបុរីដែលតម្លៃផ្ទះថ្លៃខ្ញុំនៅឃើញផ្ទះតម្លៃល្អមិនឆ្ងាយប៉ុន្មានព្រោះហេតុនេះមិនគួរនិយាយថាទីនេះលោកអ្នកធ្វើអ្វីមិនបានទេគួរតែនិយាយថាខ្ញុំនឹងធ្វើបានយ៉ាងម៉េចកុំប្រើកន្សែងភ្នែកមើលឱកាសល្អៗតែលោកអ្នកត្រូវប្រើខួរក្បាលមនុស្សភាគច្រើនគ្មានឱកាសមានបានព្រោះតែគេមិនដែលរៀនរឿងខាងហិរញ្ញវត្ថុនឹងមើលមិនឃើញឱកាសមានមនុស្សសួរខ្ញុំជានិច្ចថាខ្ញុំធ្វើបានយ៉ាងម៉េចខ្ញុំមានគោលការណ៍10ចំណុចតាមដែលនិយាយប្រាប់លោកអ្នករួចទៅហើយនោះគឺតែកុំភ្លេចចូលសប្បាយទៅជាមួយនឹងល្បែងកំសាន្តព្រោះនេះគឺជាល្បែងកំសាន្តមួយអ្នកខ្លះឈ្នះអ្នកខ្លះចាញ់ហើយមនុស្សជាច្រើនមិនដែលឈ្នះព្រោះគេខ្លាចចាញ់ជាហេតុផលមួយដែលធ្វើខ្ញុំឯកភាពជាមួយទេចំពោះរូបមន្តរបស់សាលារៀនព្រោះសាលារៀនបង្រៀនថាការធ្វើខុសជារឿងមិនល្អសិស្សសាលានឹងត្រូវដាក់ទណ្ឌកម្មពេលដែលធ្វើខុសតែលោកអ្នកសាកគិតមើលទៅថាមនុស្សបានឆ្វេងយល់ពីការធ្វើខុសមករហូតតម្រាំតែយើងបានដើរបានយើងមិនដឹងថាដួលប៉ុន្មានសារហើយទេបើមិនដែលដួលយើងមិនបានដឹងពីវិធីដើរនោះទេប្រៀបដូចជាការរៀនជិះកង់ខ្ញុំមានស្នាមរបួសនៅលើជង្គង់រហូតដល់សប្តាហ៍នេះតែពេលនេះខ្ញុំអាចជិះកង់បានដោយមិនចាំបាច់គិតវាដូចគ្នាទៅនឹងការធ្វើឲ្យខ្លួនឯងមានដែរគួរឲ្យស្ដាយណាស់ដែលមនុស្សជាច្រើនគ្មានឱកាសខ្លាយទៅជាអ្នកមានព្រោះគ្រាន់តែខ្លាចបរាជ័យកុំភ្លេចថាការបរាជ័យនិងការដួលរលំជាចំណែកមួយនៅក្នុងភាពជោគជ័យបើលោកអ្នកជៀសវាងបានពីការបរាជ័យលោកអ្នកក៏ជៀសពីភាពជោគជ័យដែរខ្ញុំមើលការលេងល្បែងកំសាន្តខាងហិរញ្ញវត្ថុរបស់ខ្ញុំដូចជាការលេងនិទេសខ្ញុំលេងខ្លាំងធ្វើខុសការតម្រូវនិងធ្វើឲ្យខុសការតម្រូវហើយក៏កាន់តែប្រសើរឡើងបើខ្ញុំចាញ់ខ្ញុំចាប់ដៃគូប្រជែងរបស់ខ្ញុំដោយក្តីរីករាយហើយនិយាយថាស្អែកជួបគ្នាទៀតមានអ្នកវិនិយោគទុនពីរប្រភេទទី1គឺជាប្រភេទដែលឃើញភាគច្រើនគឺពួកវិនិយោគទុននៅក្នុងទីផ្សារដែលមានដូចជាពពួកឈ្មួញកណ្ដាលលក់ទិញភាគហ៊ុនពួកលក់អចលនទ្រព្យអ្នកហិរញ្ញវត្ថុរបស់ដែលទិញដូចជាដើមទុនភាគហ៊ុនរូបិយប័ណ្ណជាការបណ្ដាក់ទុនបែបត្រង់ទៅត្រង់មកដូចជាមនុស្សដើរទៅទិញកុំព្យូទ័រដែលនៅក្នុងហាងនោះប្រភេទទី2ជាពួកចូលចិត្តច្នៃប្រឌិតនិយមទិញបំណែកផ្សេងមកដំឡើងជាគ្រឿងកុំព្យូទ័រខ្ញុំគ្មានជំនាញរឿងដំឡើងកុំព្យូទ័រទេព្រោះខ្ញុំដឹងថាយកអ្វីមកបុកជាមួយនឹងអ្វីទើបអាចធ្វើឲ្យមានឱកាសល្អប្រភេទទី2នេះហើយដែលខ្ញុំលើកឲ្យអ្នកវិនិយោគទុនពិតប្រាកដអាចប្រើពេលវេលាជាច្រើនឆ្នាំតម្រាំអាចឡើង
ឲ្យបានយ៉ាងសមរម្យគ្មានឱកាសកាត់ឡើងសោះក៏បានដែរឪពុកអ្នកមានព្យាយាមបង្រៀនខ្ញុំអីធ្វើវិនិយោគទុនប្រភេទទី2ព្រោះភាពស្មោះត្រង់ដ៏អស្ចារ្យតែងតែមកពីចំណេះដឹងនិងការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញបើមិនដូច្នេះទេលោកអ្នកនឹងអាចបរាជ័យបាននៅក្នុងបរាជ័យបានដូចគ្នាបើលោកអ្នកចង់ធ្វើជាអ្នកវិនិយោគទុនប្រភេទទី2នេះក្រៅពីជំនាញដែលបានមកពោលមកហើយខាងដើមលោកអ្នកត្រូវមានរបស់3យ៉ាងដូចតទៅនេះ1ធ្វើយ៉ាងណាទៅឃើញនៅរបស់ដែលអ្នកដទៃមិនឃើញឧទាហរណ៍មិត្តភ័ក្តិម្នាក់ទិញផ្ទះចាស់ខ្លាំងមួយខ្នងគ្មានអ្នកណាយល់ថាគេចង់ធ្វើជាម្ចាស់ផ្ទះមួយនេះទេមួយនេះធ្វើអ្វីទេតាមពិតគេដឹងមកថាផ្ទះមួយនេះមានប្លង់ដីជាប់ជាមួយ5កន្លែងពេលទិញផ្ទះហើយគេក៏រើវាចោលហើយយកដី5ប្លង់ទៅលក់បានប្រាក់ចំណេញដល់ទៅ$75,000ធ្វើយ៉ាងណាទៅបានប្រាក់មកធ្វើជាដើមទុនមនុស្សភាគច្រើនខ្ចីធនាគារតែអ្នកវិនិយោគទុនពីប្រភេទទី2អាចរកប្រាក់ដើមទុនបនដោយមិនចាំបាច់ពឹងធនាគារខ្ញុំទិញផ្ទះលើកទី1ដោយមិនចាំបាច់ខ្ចីប្រាក់ធនាគារចំណេះដឹងទាំងនេះហើយដែលមានតម្លៃមហាសាលនោះយើងតែងតែបានឮមកមនុស្សភាគច្រើនអះអាងថាធនាគារមិនព្រមបញ្ចេញប្រាក់កម្ចីឬខ្ញុំមានប្រាក់កម្ចីមិនគ្រប់គ្រាន់បើលោកអ្នកចង់ធ្វើជាអ្នកវិនិយោគទុនប្រភេទទី2លោកអ្នកមិនបណ្ដោយឲ្យបញ្ហារឿងដើមទុនជាឧបសគ្គទេខ្ញុំទិញផ្ទះល្វែងឬភាគហ៊ុនជាច្រើនលើកច្រើនសារដោយមិនប្រើប្រាក់ធនាគារខ្ញុំធ្លាប់ទិញផ្ទះល្វែងតម្លៃ$12 លានដោយគ្មានកិច្ចសន្យារវាងអ្នកលក់និងអ្នកទិញហើយខ្ញុំរកប្រាក់បង់រំលោះ$100,000បានមកពីណានោះឬព្រោះខ្ញុំដឹងថាតម្លៃផ្ទះពិតប្រាកដគឺ$2 លានខ្ញុំរកអ្នកទិញបានភ្លាមរួមទាំងប្រាក់បង់រំលោះ$10,000បូកជាមួយនឹង$50,000ហើយបាយរបស់ខ្ញុំទៅទេក្នុងនាមធ្វើឲ្យអ្នកទិញគេពេញចិត្តទាំងអស់ប្រើពេលត្រឹមតែ3ថ្ងៃឃើញដែរទេរបស់ដែលលោកអ្នកនឹងមានតម្លៃជាងរបស់ដែលលោកអ្នកលក់3ធ្វើយ៉ាងណាទៅមនុស្សឆ្លាតមកធ្វើជាកូនឈ្នួលមនុស្សឆ្លាតត្រូវចេះជួលកូនឈ្នួលដែលឆ្លាតជាងពិភាក្សាអ្នកដែលចេះដឹងច្រើនជាងរបស់ដែលត្រូវការឆ្វេងយល់មានច្រើនណាស់បើលោកអ្នកមិនចូលចិត្តឬមិនចាប់អារម្មណ៍ខ្ញុំសូមណែនាំថាអ្នកវិនិយោគទុនប្រភេទអ្វីមួយអាចសមចំពោះលោកអ្នកច្រើនជាងចំពោះវិជ្ជាពេទ្យភាពអវិជ្ជាជាការប្រថុយឬនឹងការប្រថុយមាននៅទូទៅសូមឆ្វេងយល់ចំពោះការចាត់ការនិងការប្រថុយទៅវាប្រសើរជាងគិតវេះមិនឈប់ចាអរគុណច្រើនបងប្អូនអត្ថបទនេះក៏រៀងវែងបន្តិចហើយសូមអរគុណដល់ក្រុមការងារដែលតែងតែជួយបង្ហាត់បង្រៀនអំពីរបៀបកាត់តវីដេអូចូល YouTube Facebook TikTok ហើយមួយទៀតយើងក៏មានសេវាកម្មដូរលុយខ្មែរទូរហ័ព្ទតែពួកយើងដូរជូន25ខេត្តក្រុងបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទនឹងមកបងប្អូនបានចាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត